ខ្លះគេនៅតាម TikTok គេថាចែកគេថាអនឯងស៊ីថ្លៃថាអនឯងអួតអនឯងសំយ៉ែងទ្រព្យរបស់ឡានឬក៏ពិសេសគឺរបស់ Prime Fan អញ្ចឹងពេលដែលខ្ញុំរកបានមានលុយខ្ញុំទិញផ្ទះខ្ញុំទិញឡានវាជាជាឈាមរបស់ខ្ញុំវាជាក្តីសម្រេចរបស់ខ្ញុំអញ្ចឹងវាធ្វើឲ្យខ្ញុំរំភើបខ្លួនឯងមិននឹកស្មានដល់ថាខ្ញុំគឺជាក្មេងនាងចាស់ម្នាក់ដែលអាចតស៊ូមានថ្ងៃហ្នឹងហ៎បង ឥឡូវមីស៊ូអូនបងមកកីឡាខលពីខាងច្បក់ TV ទៅណាអូនបាទរៀបសួរបបាទងហ្នឹងហើយបងដោយសារតែឃើញអូនឯងមានការគាំទ្រច្រើនតែប៉ុណ្ណឹងឯង make up ហើយពិសេសគឺ make up ខ្លួនកំពុងបានស្អាតហើយខ្លះទៀតថាអូនឯងអឺស៊ីថ្លៃគាត់បែបលេងសើចជាងអូនតែថាពាក់ព័ន្ធទៅរឿងហ្នឹងក៏ខ្ញុំបានជម្រាបទៅបងនៅក្នុង TikTok ដែរថាទី1យើងមានសមត្ថភាពធ្វើជូនភ្ញៀវឲ្យស្អាតជាមួយនឹងគ្រឿងប្រើប្រាស់ល្អចឹងណាបងអូនអ្នកស្រុកកំណើតនៅណាដែរអូនហើយខ្ញុំនៅកំពង់ចាមបងប៉ុន្តែមិននៅពេញជួរអីចូលអូនឯងដងខាង make up ហ្នឹងតាំងពីកំណើតឬក៏អូនទៅតាថ្មីហ្នឹងនិយាយទៅខ្ញុំដងmake up ហ្នឹងគឺពីកំណើតបងខ្ញុំឈប់រៀនដាក់ទី7ដោយសារពាក់ព័ន្ធជាមួយនឹងជីវភាពគ្រួសារដែរអញ្ចឹងណាបងយើងអត់មានលុយហ៎ចុះគិតពីឥឡូវហ្នឹងពីមុនតើអញជីភិវអញមានធូរទេឬក៏មិនអូនហើយតាមរយៈក្រោយនេះវាមិនធូរធារអីណាស់ណាទេបងវាអាចធ្វើឲ្យយើងបង្កើនចំណូលយើងបានតិចតួចខ្លះគេនៅតាម TikTok គេថាចែកគេថាអនឯងស៊ីថ្លៃថាអនឯងអួតអនឯងសំយ៉ែងទ្រព្យរបស់ឡានឬក៏ពិសេសគឺរបស់ Prime Fan អនឯងបានតែថតទេហើយទុកវិញហើយឬក៏វាជាការសម្ដែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅរឿងហ្នឹងក៏ចង់ទៅប្រាប់ឲ្យបងទាំងអស់គ្នាថាតែនិយាយទៅចារឿងអស់ហ្នឹងក៏ខ្ញុំចង់ប្រាប់ទៅបងថាមនុស្សខ្ញុំធ្លាប់អត់លើខ្ញុំខខ្ញុំមិនមែនជាកូនអ្នកមានដូចគេបងអញ្ចឹងពេលដែលខ្ញុំរកបានមានលុយខ្ញុំទិញផ្ទះខ្ញុំទិញឡានវាជាឈាមរបស់ខ្ញុំវាជាក្តីសម្រេចរបស់ខ្ញុំអញ្ចឹងវាធ្វើឲ្យខ្ញុំរំភើបខ្លួនឯងមិននឹកស្មានដល់ថាខ្ញុំគឺជាក្មេងនាងចាស់ម្នាក់ដែលអាចតស៊ូមានថ្ងៃហ្នឹងហ៎បងពេលខ្លះគាត់គិតថាខ្ញុំជាកូនអ្នកមានតែមិនមែនទេខ្ញុំគឺជាក្មេងនាងចាស់ម្នាក់នៅកន្លែងខាងគិរីរម្យហើយខ្ញុំបានតែមួយខែ$20 $30ទេបងខ្ញុំលាងចានឲ្យគេឡើងឲ្យលួយដៃអស់ហើយក៏អត់នឹកស្មានខ្លួនឯងមានដល់ថ្ងៃហ្នឹងដែរទៅខ្ញុំឆ្លប់ make up ជូនបងស្រីសុវិសាជាមួយនឹងបងសុស្ទីរីកាជាមួយនឹងបងរ៉ាប៊ីហើយនឹងបងអាប៊ីមួយទៀតអាប៊ីអេនស៊ីឡាបងសុស្ទីរីកាបងស្រីពេជ្រសូលីកាមួយបងនិយាយទៅច្រើនទៅទៀតហ្នឹងហើយបងឃើញអូនផុសពីច្រើនគឺពួកគាត់ពេញចិត្តទៅសានឯងអូនពីច្រើនបងតារាហ្នឹងហើយចុះអូនក្នុងចំណោមកញ្ចប់ដែលអូនដែលអូននិយាយថាមាននៅខេត្ត700 700 1000 2000អាហ្នឹងបាទទៅពាក់ព័ន្ធជាមួយនឹងសិក្សាបណ្ដាខេត្តគឺហួយយកតម្លៃ1500ឡើងចឹងណាបងហើយសម្រាប់នៅគ្រឿងទីក្រុងភ្នំពេញសម្រាប់ផាត់មុខគុនក៏មកទឹកផាត់មុខធ្វើសាក់តម្លៃ800អូនពេលអញយកតម្លៃខ្ពស់អញ្ចឹងតើមានអតិថិជនយកអូនច្រើនអត់បងសួរដោយត្រង់ណានិយាយទៅគឺអតិថិជនបងឯងមិនដែរនិយាយទៅទេពេញរាល់ថ្ងៃមិនថាតម្លៃថ្លៃប៉ុន្តែគាត់មើលទៅលើទឹកដៃនិងសមត្ថភាពរបស់ខ្ញុំជាមួយនឹងគ្រឿងប្រើប្រាស់អ្នកគាត់ចេះតែថាឲ្យខ្ញុំមកបងគាត់ចេះតែថាទេគាត់អត់មានដឹងមកសមិទ្ធផលរបស់ខ្ញុំពេលដែលខ្ញុំធ្វើជូនភ្ញៀវពេកណាបងហើយមនុស្សខ្ញុំមិនមែនផាត់មុខជូនភ្ញៀវឲ្យអង្គុយទុកភ្ញៀវចែងអត់ទេគឺខ្ញុំទៅតាមភ្ញៀវជានិច្ចសម្រាប់អូនអូនឯង make up ហ្នឹងតែធ្វើសក់ឬក៏មុខឬក៏អីខ្លះអូនស្លៀកអូនមកសួរខ្ញុំសិនបញ្ចប់ហ្នឹងទាំងផាត់មុខធ្វើសក់តែមិនខ្ញុំអ្នកធ្វើសក់អីខ្ញុំមានជាមួយនឹងគ្នាឯងធ្វើដែរទៅណាចុះពេលស្លៀកកូនកំមុំណាគេស្លៀកឲ្យអូនបងកញ្ចប់របស់ខ្ញុំហ្នឹងគឺមានតែផាត់មុខធ្វើសក់អីអត់មានការស្លៀកពាក់អីបងអូអញ្ចឹងអូនឯងស៊ីស្លាញ់មិនគ្រាន់តែចេញខេត្ត1500ធ្វើផាត់មុខនិងធ្វើសក់ពេលខ្លះបងងាយត្រង់ភ្នងនៅខេត្តខ្លះមិនបានស្មើនឹងអូនផងពេលបងនិយាយដោយត្រង់ព្រោះម៉ាក់បងក៏ធ្លាប់បើកភ្នងដែរគាត់នៅខេត្តក៏ស៊ីបានតែ1000ជាងរោងបាសសំអាងមួយសែតដូចបងស្រំសំអាងការអញ្ចឹងហ្នឹងហើយអូនឯងយកបានថ្លៃបងសរសើរអូនមែនអូនមិនទៅរឿងមើលខ្ញុំហ្នឹងគឺអត់ខ្វះឯបងមិនធំតែអ្នកក្រៅវិញទៅតែបងប្អូនជ្រុលមួយខ្លួនឯងក៏គេមើលងាយតែតាំងពីមុនមកណាគេដៀលខ្ញុំសັບបែបយ៉ាងគេដៀលខ្ញុំអ្នកគ្រាន់ឯងតែខ្ញុំអត់ឈឺចាប់ទេបងខ្ញុំបងនឹងស្រាប់អីមនុស្សយើងខ្វះចឹងគេ
ពេលគេមើលងាយមកយើងមានអារម្មណ៍បែបណាហើយធ្វើឲ្យខ្ញុំខំប្រឹងខ្ញុំយកពាក្យដែលគេមើលងាយខ្ញុំហ្នឹងណាខ្ញុំយកបន្តស៊ូរាល់ថ្ងៃដូចថ្ងៃហ្នឹងចឹងហើយខ្ញុំសូមប្រកាសទៅប្រាប់បងប្អូនក្នុង TikTok ដូចគ្នាថាខ្ញុំនិយាយអីក៏ដោយខ្ញុំធ្វើអីក៏ដោយវាជាចង់តែវាជារឿងរបស់ខ្ញុំទឹករបស់ខ្ញុំខ្ញុំអត់បានទៅចេបចោលបងបុគ្គលណាមួយឡើយតែចង់ទៅហេតុឲ្យមិនគាត់ទៅខ្ញុំគាត់ទៅខ្ញុំប៉ុន្តែវាធ្វើឲ្យខ្ញុំនឹងកើនញៀវកាន់តែរាល់ថ្ងៃខ្ញុំក៏អរគុណពួកគាត់ដែរ បាទ ហ្នឹងហើយពួកគាត់ទៅណែខ្ញុំប៉ុន្តែពួកគាត់មើលពីសមិទ្ធផលរបស់ខ្ញុំទេចុះហេតុអីមិនគាត់និយាយជាមួយចិត្តបងគាត់ឆ្ងល់ថាហេតុអីខ្ញុំមិនដឹងហេតុអីមិនខ្ញុំមានការគ្រប់គ្រងខ្ញុំច្រើន ពីចុងក្រោយនេះអូនមានពាក្យពេចន៍អ្វីខ្លះដើម្បីអរគុណទៅកាន់ fan របស់អូនដូចជាកូនកំមុំដែលគាត់តែងតែស្រឡាញ់គ្រប់គ្រងរបស់ស្នាដៃរបស់អូនណាអូន ជាចុងក្រោយហុយសូមអរគុណទៅដល់បងទាំងកូនក្រមុំទាំងអ្នកម៉ាក់ទាំងអស់ទាំងជាមួយនឹងភ្ញៀវដែលហៅហុយទៅ make up មិនថាអ្នកម៉ាក់កូនក្រមុំម៉ាក់កូនកន្លោះជាមួយនឹងភ្ញៀវទៅញ៉ាំការចូលរួមកម្មវិធីអីផ្សេងៗឯងបងគឺហុយអរគុណដល់ពួកគាត់ដែលបានគ្រប់គ្រងនៅស្នាដៃហុយហើយនៅស្រឡាញ់ចូលចិត្តហុយហើយហុយអត់មានថ្ងៃទៅណេទេបងអើយគឺជាប់ជារៀងរាល់ថ្ងៃតែម្ដង បាទអរគុណច្រើនអូនជម្រាបលាអូនអរគុណច្រើនអូនបាទ បាទអរគុណបង អរគុណអូន